នេះចេញពីទឹកធ្លាក់អូមលូទៅផ្លូវទៅអរ៉ែងទៅខាងថ្មបាំងនេះទៅតាមផ្លូវនេះចូលទឹកធ្លាក់អូមលូហើយចេញមកវិញបត់ស្ដាំទៅចូលទៅក្នុងទៀតទៅផ្លូវខាងថ្មបាំងខាងអរ៉ែងផ្លូវទៅមកភ្នំ1500ទៅតាមផ្លូវនេះចឹងអត់ទាន់លើផ្លូវស្អាតទេការត្រេនតែមានផ្លែទេផ្លែតិចតួចនៅនេះមានពេលមក2 ថ្ងៃឬក៏3 ថ្ងៃឯងបានដាក់សពថាមកភ្លើតអីដាក់សពឲ្យសុបាយចំណាយពេល2 ថ្ងៃ 3 ថ្ងៃ